នេះមិនមែនជាលើកទី1ទេដែលក្មេងៗសម្រាប់ចាត់កំចាត់ខ្លួនឯងចោលដោយសារតែពួកគាត់ទ្រាំទ្រនឹងការមើងងាយមិនបានចាក្មេងស្រីម្នាក់នេះគាត់ឈ្មោះ Autumn Bushman អាយុទៅតែ10ឆ្នាំទេជាប្រជាជនមកពីខាងរដ្ឋវិជាញានៅថ្ងៃទី21ខែ3ឆ្នាំ2025 Autumn សម្រាប់ចាត់កំចាត់ខ្លួនឯងចោលពុកម្ដាយរបស់គាត់បាននិយាយថាមុនពេលដែលមានរឿងរ៉ាវនេះកើតឡើង Autumn នេះគឺគាត់តែងតែមានបញ្ហាខ្លាំងមែនទែននៅសាលាដោយសារតែការមើងងាយនិយាយសើចចំអកពីមិត្តភ័ក្តិនៅសាលាអតុមនេះគាត់ទៅតែចាប់ផ្ដើមចូលរៀនថ្នាក់អនុវិទ្យាល័យឯងអញ្ចឹងមានន័យថាគាត់នេះក្មេងខ្ចីមែនតើម្ដាយឪពុករបស់អធំបាននិយាយថាគាត់ពេលខ្លះមកពីសាលាវិញគឺយំរហេមរហាមតែម្ដងហើយគាត់សុំឪពុកម្ដាយរបស់គាត់នេះអត់ទៅរៀនទៀតទេគឺដោយសារតែគាត់និយាយថាគាត់មិនអាចទ្រាំទ្រពីការមើងងាយជិះជាន់ពីមិត្តភ័ក្តិនៅសាលាបានទេសុំអង្វរម៉ាក់គាត់កុំឲ្យគាត់ទៅរៀនទៀតអីម្ដាយឪពុករបស់អធំនេះធ្លាប់និយាយជាមួយនឹងម្ដាយឪពុកក្មេងៗដែលបាននិយាយសើចចំអកឲ្យអធំដូចគ្នាប៉ុន្តែឪពុកម្ដាយនឹងនិយាយចឹងទៅកូនវាអត់ស្ដាប់កូនវានៅតែត្រឡប់មកវិញរឹតតែជិះជាន់អធំលើសដើមអារបៀបដូចថាតែវាឃើញចឹងវារឹតតែជិះជាន់យើងលើសដើមព្រោះអីវាខឹងយើងដែលយើងប្រាប់ម្ដាយឪពុកយើងឲ្យទៅនិយាយមួយម្ដាយឪពុកវាពេលអញ្ចឹងម្ដាយឪពុករបស់អធំនេះក៏បានទេទៅសាលាប្រាប់ថាសូមអង្វរជួយនិយាយមួយក្មេងៗទាំងអស់នឹងផងព្រោះអីអត់ធំឥឡូវលេងចង់ទៅរៀនហើយសាលាក៏និយាយថាពួកយើងនិយាយហើយពួកយើងធ្វើនេះហើយធ្វើនោះហើយធម្មតាសាលាបងប្អូនហៅមកនិយាយបដៅអីតិចតួចអីចឹងទៅអាក្មេងទៅវាអត់ស្ដាប់ជារកវាអត់កើគឺវាអត់ឈប់ចឹងឯងបងប្អូនចាដល់ទៅពេលវាធ្ងន់ទៅ2 3អាទិត្យមុនពេលដែលអត់ធំសម្រាប់ចិត្តកំចាត់ខ្លួនឯងចោលហ្នឹងខែអញ្ចឹងម៉ាក់ប៉ាទៅនិយាយជាមួយសាលាម្ដងទៀតឲ្យគេចាត់ការឲ្យមែនតែអធំនេះគាត់បាននិយាយថាសុំអង្វរកុំទៅនិយាយជាមួយខាងសាលាទៀតអីព្រោះអីបើទៅនិយាយទៀតទៅសាលាខាងប្រធានសាលាខាងនាយកសាលាហ្នឹងពួកគាត់មិនហៅអាក្មេងតំណើងទាំងហ្នឹងយកមកបដៅមែនទេដល់ពេលអញ្ចឹងទៅវាអាចធ្វើឲ្យក្មេងតំណើងហ្នឹងរឹតតែគុំគួមជាមួយអធំលើសដើមថារឹតតែជិះជាន់មើងងាយគាត់លើសដើមរឿងរ៉ាវវាចេះតែខ្លាំងទៅដោយសារតែសុំដូរសាលាគ្រូអត់ឲ្យដូរទៀតឲ្យឪពុកម្ដាយទៅនិយាយជាមួយឪពុកម្ដាយតំណើងអស់ហ្នឹងហើយនៅតែអត់បានសម្រេចគ្រូនិយាយជាមួយអាក្មេងតំណើងអស់ហ្នឹងហើយនៅតែអត់បានសម្រេចម្ល៉េះហើយអត់ធំនេះគាត់គិតថាគាត់គ្មានជំរឿហ៎បងប្អូនគាត់មិនដឹងថាដោះស្រាយរឿងរបស់គាត់របៀបម៉េចគាត់សម្រេចចិត្តដើរចេញដោយខ្លួនឯងគិតមកបងប្អូនគ្នាអាយុ10ឆ្នាំជាក្មេងរស់រាយស្រស់ស្អាតរៀនក៏ប្រកែឲ្យពីគ្រូសាដ៏កក់ក្ដៅប៉ុន្តែមកបាត់បង់ជីវិតដោយសារតែពួកអាក្មេងគ្មានម៉ែឪបដៅនិយាយសុំទោសចាយើងជាឪពុកម្ដាយនេះសុំអង្វររៀបរាប់និយាយជាមួយកូនយើងឲ្យណាណីឲ្យមាត់ជាត់ថាកូនណាទាំងយើងទាំងគេស្រឡាញ់គ្នាចេះមួយបើយើងមិនពេញចិត្តទេមិនបាច់ទៅនិយាយរកគេឬក៏កុំធ្វើចេះមួយវាប៉ះពាល់ខ្លាំងប៉ុណ្ណាយើងទៅអន្តោឪពុកម្ដាយក៏វាអត់ត្រូវដែរព្រោះអាក្មេងខ្លះបដៅវាមិនឡើងចាខ្ញុំនិយាយខ្ញុំខឹងបងប្អូនចាជាពិសេសនៅអាមេរិកសម្បូរមែនទែនពួកអាក្មេងមកបូលីក្មេងដតីរហូតដល់ពួកគាត់ជាជនរងគ្រោះនេះគាត់ទ្រាំមកបានគាត់សម្រេចចិត្តកំចាត់ខ្លួនឯងចោលបើសិនជាកូនយើងជួបរឿងបែបនេះដូរសាលាទៅទោះជាគ្រូមិនអនុញ្ញាតឲ្យដូរត្រូវតែដូរយើងត្រូវតែនិយាយប្រាប់សាលាថ្មីឲ្យបានមាត់ជាត់ថាកូនខ្ញុំបើនៅនឹងទៀតអាចស្លាប់បាត់អ្នកគ្រូចាគឺដោយសារតែពួកវានិយាយធ្វើបាបកូនខ្ញុំពេកត្រូវតែមាត់ជាត់បងប្អូនខ្ញុំមករាល់ថ្ងៃខ្ញុំស៊ូជូលីជាបដាតើកូនទៅរៀនអ្នកណាគេមើងងាយបំបាក់ទឹកចិត្តកូនអីអត់កូនប្រាប់ម្ដាយអីចឹងទៅក្មេងខ្លះគ្នាអៀនគ្នាខ្មាស់គ្នាអត់ចង់និយាយទេប៉ុន្តែក្មេងខ្លះទៀតគ្នាបើកចិត្តបើកអីនិយាយយើងទៅឪពុកម្ដាយត្រូវតែព្យាយាមតាមដានកូនយើងឲ្យបានមែនតែនហើយណាមួយក្មេងអាយុ10ឆ្នាំជាងអីនឹងអកម៉ូនគាត់ជាពិសេសក្មេងស្រីកំពុងតែប្រែប្រួលមែនតែនព្រោះអីគាត់ចិត្តខ្លាយជាមនុស្សធំអីចឹងម្ល៉េះហើយបើមានរឿងអីតិចតួចរឹតតែធ្វើឲ្យគាត់នេះសោកសៅគិតខ្លីអីចឹងហើយបងប្អូនចាស់យើងត្រូវតែតាមដានឲ្យបានមែនតែនចា